បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាកន្លងមកដែលតែងតែគ្រប់គ្រង page របស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំចែករំលែកមុខម្ហូបឲ្យបងប្អូនយើងមួយមុខទៀតដែលមានឈ្មោះថាបាទផ្កាខាត់ណាសាតេឆាសាច់គោបងប្អូនណាបាទទៅមើលពីរបៀបធ្វើទាំងអស់គ្នាបាទនៅក្នុងនេះដែរគឺខ្ញុំមានផ្កាខាត់ណាជាមួយនឹងសាច់គោនេះគឺខ្ញុំត្រៀមនឹងប្រឡាក់ឡើងទាន់រួចរាល់ហើយបងប្អូនណាបាទចំណែកឯគ្រឿងបន្ទាប់បន្សំមានតែម្ទេសជាមួយនឹងខ្ទឹមសទេបាទខ្ញុំអត់ប្រើអ្វីច្រើនទេបាទចាហ៊ានដំបូងបងប្អូនគឺយើងត្រូវដុតខ្ទះឲ្យរាងក្តៅបន្តិចមកបាទហើយខ្ទះនេះដែរគឺខ្ញុំមានលក់បងប្អូនណាមានគ្រប់សាយបាទមានលេខ36 38ខ្សែគុតនិងខ្សែ2បងប្អូនយើងពេញលេងហើយបាទបងប្អូនយើងអ្នកដែលត្រូវការអាចឆាតមកកំងបានបងប្អូនបាទអូខេបន្ទាប់ពីយើងដុតខ្លាញ់កុំឲ្យវាក្តៅពេកបាទល្មមមកបាទបន្ទាប់មកទៀតគឺយើងដាក់សាច់គោចូលបងប្អូនណាសាច់គោនេះគឺយើងដាក់ខ្លាញ់តិចដែរដើម្បីឲ្យវារអិលបាទបងប្អូនបើសិនជាបងប្អូនដាក់ភ្លើងខ្លាំងពេកដល់ខ្លាញ់ក្តៅបាទអញ្ចឹងបងប្អូនដាក់សាច់គោចូលវាអាចគ្រីមនៅខាងក្រៅបាទវាខ្លោចជាតិម្សៅដែលយើងប្រឡាក់អញ្ចឹងវាអត់ល្អទេបងប្អូនណាបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំម្ដងមួយដំណាក់កាលម្ដងមួយដំណាក់កាលមកបាទបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share និងចែករំលែកក៏ដូចជា follow page ទាំងអស់គ្នាផងបងប្អូនណាបាទសាច់គោនេះដែរគឺយើងអូសខ្លាញ់យើងអូសអត់ឲ្យឆ្អិនពេកទេបងប្អូនណាប្រហែលជា50%បាទបន្ទាប់មកគឺយើងចាក់វាចេញបងប្អូនណាបាទគឺសាច់គោវាព្រាយល្អបាទហើយបន្ទាប់មកទៀតគឺយើងមិនបាច់លាងខ្ទះទេបងប្អូនបាទដោយសារតែនៅក្នុងនេះគឺវាមានជាតិខ្លាញ់អញ្ចឹងយើងត្រូវការស្រុះផ្កាខាណានទៀតអញ្ចឹងណាបាទស្រុះផ្កាខាណាននេះគឺយើងដាក់អំបិលប៊ីចេងស្ករបងប្អូនណាបាទបងប្អូនយើងដាក់តែអំបិលដាក់ប៊ីចេងអធិស្ឋានបងប្អូនយើងអាចដាក់តែស្ករនិងអំបិលក៏បានដែរបាទក្រោយពីទឹកពុះមកគឺខ្ញុំដាក់ផ្កាខាណាចូលបាទការខាត់ណានេះដែរគឺយើងស្រុះយកឆ្អិនប្រហែលជា60%ដែរបងប្អូនពីព្រោះអីយើងអត់ឆាជាមួយនឹងសាច់គោទេបាទអញ្ចឹងផ្កាខាណាយើងស្រុះប្រហែលជាឆ្អិន60%ហ្នឹងបងប្អូនត្រូវចំណាំថាផ្កាខាណាបើសិនស្រុះខ្លាំងពេកគឺវាខ្មៅអូខេហ្នឹងហើយបាទបន្ទាប់មកគឺយើងចាក់វាចេញបាទអធិស្ឋានបងប្អូនដោយសារតែកាមេរ៉ាខ្ញុំអត់សូវច្បាស់ទេដល់ពេលដែលវាក្តៅគឺវាធ្លាក់ frame បាទប្រភេទខ្ញុំប្រើនេះគឺ Google Pixel ដល់ពេលអញ្ចឹងទៅវាអត់ល្អបាទបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមឆាផ្កាខាណាបងប្អូនណាបាទដាក់ខ្លាញ់ឆាផ្កាខាណាបាទផ្កាខាណាហ្នឹងគឺជាប្រភេទការកណា Q យើងទេបងប្អូនមានប្របារត់តិចទេបាទយើងឆាវាមកត្រឡប់ពីមកឆាខ្លាញ់ទេបងប្អូនណាបាទបន្ទាប់មកយើងដាក់អំបិលប៊ីចេងស្ករម្សៅស៊ុបមុខតិចមកបាទយើងគ្រូលាស់វាទៀតបាទបងប្អូនយើងអ្នកដែលរៀនធ្វើមុខម្ហូបតាខ្ញុំតានេះតែចេះ100%គឺខ្ញុំអត់លាក់បាទហើយក៏អត់កុហកគ្រឿងដែរបងប្អូនណាបាទឥឡូវគឺយើងឆាខ្លាញ់រួចរាល់ហើយបងប្អូនបាទយើងយកមកដាក់ចានមកបាទហ្នឹងហើយយើងដាក់ចានមកលើវាសិនមកបាទអូខេហើយបងប្អូនយើងអ្នកដែលចង់ខមមិនថាចង់រៀនជាមួយខ្ញុំចង់សិក្សាម្ហូបជាមួយខ្ញុំអញ្ចឹងមកអធិស្ឋានបាទដោយសារតែខ្ញុំអត់ទាន់មានក្រុមបាទខ្ញុំបើកអត់ទាន់កើតទេដោយសារតែដំណើរការនៃកាមេរ៉ាយើងវានៅល្អល្អួលអូខេបន្ទាប់មកទៀតបាទគឺយើងចាប់ផ្ដើមដាក់លីងគ្រឿងចូលបងប្អូនណាបាទគ្រឿងយើងលីងហើយបាទបន្ទាប់មកគឺយើងដាក់សាតេចូលបងប្អូនសាតេនេះដែរគឺជាប្រភេទសាតេរបស់ចិនខ្ញុំក៏មានលក់ដែរបើបងប្អូនណាត្រូវការអាចយកទៅប្រើបានជាវពីខ្ញុំប្រភេទសាតេនេះបងប្អូនយើងអាចយកទៅឆាក្តៅក៏បានធ្វើស៊ុបក៏បានស្ងោរបែបខ្មែរយើងក៏បានដែរបងប្អូនណាបាទវាអាចធ្វើបានច្រើនមុខបាទឆាខ្ទាវបាទឆាខ្ទាវឆាមីគីឡូក៏បានដែរបាទតទៅដាក់សាតេមកវាយស្រាបន្តិចជាមួយទឹកបន្តិចបងប្អូនណាបាទក្រោយមកទៀតគឺយើងដាក់សាច់គោចូលបាទហ្នឹងហើយដាក់សាច់គោចូលគឺយើងបង់គ្រឿងបាទម្សៅស៊ុបបាទប៊ីចេងស្ករអំបិលបន្តិចបាទជាមួយនឹងទឹកស្អ៊ីវបាទប្រេងខ្យងបាទហើយជាមួយនឹងទឹកស្អ៊ីវខ្មៅបន្តិចដែរមកបាទគឺយើងដាក់យកពណ៌បងប្អូនណាបាទបងប្អូនមើលទៅបាទគឺងាយមែនទេបាទអត់មានអាកំបាំងអត់មានមីកំបាំងឯណាទេគឺបង្ហាញបងប្អូនច្បាស់តែម្ដង100%បាទបន្ទាប់មកទៀតគឺយើងវាយម្សៅឆាបន្តិចមកបងប្អូនណាដើម្បីឲ្យវាស្អិតបាទសម្រាប់យើងយកទៅដាក់លើផ្កាកាណាបាទបើសិនតែយើងអត់វាយម្សៅឆាទេបានន័យថាសាច់គោវានៅទឹកចានលោកដាក់អញ្ចឹងបាទវាអត់ល្អបាទបន្ទាប់មកគឺយើងដាក់ខ្លាញ់ថែមបន្តិចទៀតបងប្អូនណាបាទរួចរាល់ហើយបាទយើងអាចដួសដាក់ចានបានហើយបងប្អូនមើលដូចក្នុងវីដេអូហ្នឹងអញ្ចឹងបាទងាយហើយស្រួលបាទហើយរសជាតិឆ្ងាញ់បងប្អូនណាបាទអ្នកកន្លែងធ្វើការខ្ញុំគេថាអាហ្នឹងញ៉ាំបាយក៏បានបើខ្លែងទៅល្អបងប្អូនណាបាទអរគុណច្រើនបងប្អូនណាបាទនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកចម្លែកបងប្អូនយើងទាំងអស់គ្នាទាក់ទងជាមួយនឹងម្ហូបចិនបងប្អូនណាបាទងាយមែនទេបាទអរគុណបងប្អូនយើងកុំភ្លេច follow page ក៏ដូចជា subscribe channel YouTube ក៏ដូចជា channel TikTok អ្នកមួយផងបងអរគុណច្រើនបាយ